ចាជួយសួរពុកម៉ែបងប្អូនសារជាថ្មីម្ដងទៀតចេញคลิปនេះមកមួយទៀតហើយតែបើអត់ចង់ចេញទេតែមើលឃើញពុកម៉ែបងប្អូនព្រួយបារម្ភនឹងជជែកវែកញែកនៅក្នុងបណ្ដាញសង្គមច្រើនពេកអំពីរឿងដែលខ្ញុំចែករំលែកពីរឿងផ្ទាល់ខ្លួនរបស់នាងខ្ញុំតែប៉ុន្តែរឿងនេះវាជារឿងផ្ទាល់ខ្លួនទេតែប៉ុន្តែខ្ញុំអត់ចង់ចែករំលែកច្រើនដើម្បីឲ្យវានៅក្នុងស្ថានភាពសង្គមរបស់យើងហ្នឹងវាទៅជាប្រធានរបត់មួយវែកញែកបែបនេះបែបនោះអីចឹងណាគ្រាន់តែថាខ្ញុំចង់ចូលរួមអារម្មណ៍អរគុណចាមកនេះក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូននិងមិត្តសិល្បករទាំងអស់ពូមីងចាដែលបានព្រួយបារម្ភពីសុខទុក្ខរបស់នាងខ្ញុំបែបណាហើយនាងខ្ញុំចង់អរគុណដល់ពួកគាត់ថាខ្ញុំអត់មានអីទេនាងខ្ញុំសុខភាពល្អធម្មតាទេគ្រាន់តែថារឿងនេះជារឿងដែលកន្លងហួសហើយនាងខ្ញុំធ្វើការទទួលនៅរងការបាក់ទឹកចិត្តនិងសម្ពាធផ្លូវចិត្តនឹងវា3-4ឆ្នាំមុនឯណោះទើបខ្ញុំបានដើរឆ្លងផុតមកដល់ពេលនេះអញ្ចឹងអ្វីដែលខ្ញុំនិយាយម្សិលមិញហ្នឹងគឺជារឿងដែលវាកន្លងផុតហើយនាងខ្ញុំក៏មើលឃើញពុកម៉ែបងប្អូនមានការព្រួយបារម្ភចានឹងព្រួយបារម្ភខ្លះទៅខ្លាចខ្ញុំនឹងបែបនេះបែបនោះអីអញ្ចឹងណាចាចង់ជំរាបថាខ្ញុំអត់អីទេហ្នឹងហើយសុខភាពផ្លូវចិត្តផ្លូវកាយរបស់នាងខ្ញុំគឺរឹងមាំឡើងវិញហើយសពគ្រប់ប្រការវិញអស់ហើយគាត់ថាអ្វីដែលខ្ញុំចែករំលែកជាបទពិសោធន៍ដែលខ្ញុំធ្លាប់បានឆ្លងកាត់ថាវាបែបណាហើយក៏មិនមានចេតនាបន្ទោសអ្នកដែលមិនទាន់ជួបរឿងបែបហ្នឹងដែរព្រោះលោកទាំងឡាយអត់ទាន់បានដើរឆ្លងកាត់មកដល់រឿងដូចខ្ញុំអញ្ចឹងបងប្អូនអត់ដឹងទេគាត់ថាខ្ញុំដឹងមុនខ្ញុំក៏ចេះតែចង់ចែករំលែកនៅអ្វីដែលជាបទពិសោធន៍របស់ខ្ញុំជីវិតគូនិងជីវិតដំណើរដែលខ្ញុំដើរសិក្សារៀនសូត្រពីរឿងផ្សេងហើយនេះខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតដែលបារម្ភនិងអ្វីការបញ្ចេញមតិទាំងអស់នេះវាសិតតែនៅក្នុងការព្រួយបារម្ភព្រោះគាត់ដែរលើពាក្យហ្នឹងអញ្ចឹងហើយអ្វីដែលបងប្អូនយល់ពីខ្ញុំបានប៉ុណ្ណាក៏យល់ទៅគ្រាន់តែថាខ្ញុំអត់អីទេហើយអ្វីវាជារឿងពីរដាច់ដោយឡែករឿងផ្ទាល់ខ្លួននិងរឿងការគោរពសាសនាអីហ្នឹងក៏វាជារឿងផ្ទាល់ខ្លួនរបស់បុគ្គលទេគាត់ថាខ្ញុំចង់ចូលខ្លួនម្សិលមិញហ្នឹងគឺចង់ឲ្យថាពុកម៉ែបងប្អូនហ្នឹងនឹងយល់ថានាងខ្ញុំបែកបាក់ពីស្វាមីហើយក៏ចង់ប្រាប់ទៅคลิปនេះទៅគាត់ដែរថាបើយើងបែកគ្នាហើយយើងគួរតែទុកមុខផ្លូវឲ្យគ្នាដើម្បីរកប្រកបអាជីវកម្មណាដែលសុចរិតទៅហើយអីចាំទៅបាច់ទៅចុះឲ្យប្រាប់សារព័ត៌មានថាខ្ញុំនឹងបែបនេះបែបនោះព្រោះយើងបាននិយាយគ្នាហើយថាវាអត់ពាក់ព័ន្ធទេជាមួយនឹងរឿងពីមុនរឿងដែលខ្ញុំជួយលោកឪឬក៏ស្អីហ្នឹងវាជារឿងពីរដាច់ដោយឡែកគ្នាមនុស្សតែយើងមានសភាពផ្លូវចិត្តធម្មតាយើងទៅស្ដាប់ធម៌តាប់អីហីអញ្ចឹងតែយើងរកផ្លូវដើរលេងបានគឺយើងដើរផ្លូវមួយដែលផ្លូវស្ងប់សុខហើយចាអញ្ចឹងណាហើយក៏អ្នកខ្លះទៅក៏គេអត់តណាដល់គេអត់យល់ហ្នឹងហើយក៏ចង់ប្រាប់ថាទៅគាត់បងអតីតស្វាមីរបស់ខ្ញុំផងថាបើយើងជួយច្បាយគ្នាហើយសូមបញ្ចប់ដោយសន្តិវិធីទៅទុកមុខឲ្យគ្នារៀងៗខ្លួនហេតុអីក៏នៅតែមិនព្រមចប់ព្រោះយើងបានសន្យាគ្នាថារក្សាភាពស្ងប់ស្ងាត់ឲ្យគ្នាទៅវិញទៅមកហើយអញ្ចឹងខ្ញុំក៏ត្រូវទៀមទាចេញមកទម្លាយនៅការពិតរបស់ខ្ញុំដែរដើម្បីភាពស្អាតស្អំក្នុងការខ្ញុំជាមនុស្សរបស់មហាជនបើគេស្ដាប់តែម្ខាងគេប្រកាសជាចោទថាយើងនឹងបែបនេះបែបនោះជាស្រីមិនល្អជាអីចឹងទៅអញ្ចឹងមិនខ្ញុំទៅធ្វើការរកស៊ីមិនកើតចង់និយាយចឹងណាហើយសំខាន់ប៉ះពាល់ដល់មនុស្សដែលខ្ញុំគោរពស្រឡាញ់ទៀតដែលជួយសង្គ្រោះខ្ញុំទៀតគឺលោកឪទៀតអញ្ចឹងវាអត់ make sense បើអ្វីដែលជាការពិតខ្ញុំចេញមកទទួលទម្លាយអស់ហើយអញ្ចឹងសូមគាត់ចាទាំងអស់គ្នាសូមបញ្ចប់រឿងហ្នឹងទៅដោយសន្តិវិធីទៅជប់វែកញែកអីច្រើនទៀតទៅហ្នឹងហើយរឿងក៏បានកន្លងផុតហើយអស់ដែរយើងក៏ព្រមទទួលនៅមុខច្បាប់រៀងៗខ្លួនថាមិននិយាយអីទៀតដែរគាត់ថាម្សិលមិញហ្នឹងគឺវាឈឺចិត្តពេកអ្នកណាដែលនិយាយដើមខ្ញុំលើពិភពលោកថាខ្ញុំឈួតបែកធွာឬក៏ស្អីក៏និយាយទៅខ្ញុំអត់ខ្វល់តែមនុស្សដែលខ្ញុំស្រឡាញ់ហេតុអីមិនយល់ចិត្តខ្ញុំតែប៉ុណ្្នឹងទេអញ្ចឹងថាអ្នកដែលធ្វើឲ្យយើងឈឺចាប់បំផុតក៏ជាមនុស្សដែលយើងស្រឡាញ់បំផុតដែរហើយក៏អត់ដឹងធ្វើម៉េចព្រោះជា choice ជំរឿនរបស់មនុស្សម្នាក់ដែលយើងមិនអាចរួមដំណើរជាគូជាមួយគ្នាយើងបញ្ចប់ដោយសន្តិវិធីទៅស្ងប់ស្ងាត់រៀងខ្លួនទៅវាជាជំរឿនល្អ
ហើយនឹងថ្ងៃឲ្យសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមកុំមានការព្រួយបារម្ភពីការលើកទឹកបាក់ទឹកចិត្តរបស់នាងខ្ញុំឬក៏អីអាហ្នឹងវាជារឿងដែលខ្ញុំជួបហើយអស់ហើយហ្នឹងហើយ3 4ឆ្នាំមុនណោះចារឿងនេះគាត់ថាក្រោយមកទៅមនុស្សដូចថាអត់ទៅដឹងណាដោយសារខ្ញុំអត់ដែរនិយាយខ្ញុំស្ងាត់រហូតអញ្ចឹងណាហ្នឹងហើយដល់ពេលខ្ញុំបានមានផ្លូវចិត្តរឹងមាំទៅក៏ខ្ញុំចង់ចែករំលែកចំពោះទៅបងប្អូនណាដែលគាត់ចង់ស្វែងរកការពិតស្ថិតនៅក្នុងសម្ពាធផ្លូវចិត្តដូចខ្ញុំពី3 4ឆ្នាំមុនទើបខ្ញុំនិយាយចេញមកនេះពីម្សិលមិញហ្នឹងណាចាគឺដើម្បីអីជាคลิปមួយជាសារដាស់តឿនជាបទពិសោធន៍មួយដែលពុកម៉ែបងប្អូនណាដែលជួបក្នុងកលៈទេសៈបែបខ្ញុំគួរតែរកផ្លូវណាបដិបត្តិខ្លួនឯងផ្លូវណាយកអ្វីទៅដឹកនាំខ្លួនឯងដើម្បីរួចចេញពីសេចក្តីទុក្ខឈឺស្លាប់ចាស់ជរានឹងបែបណាតែប៉ុណ្្នឹងទេត្រង់ថាបងប្អូនអត់តដើរដល់ពិតជាលោកមិនយល់ទេអញ្ចឹងក៏សូមអធិស្ឋានឲ្យសូមហ្នឹងហើយចូលរួមរិះគន់ស្ថាបនាដោយពាក្យល្អៗទៅព្រោះសង្គមខ្មែររបស់យើងមានសិលធម៌វប្បធម៌ល្អណាពីមុនតែឥឡូវវាទៅជាអញ្ចឹងអស់ទៅខ្ញុំក៏ដឹងដែរអញ្ចឹងចូលប្រយ័ត្នទង្វើរបស់យើងទាំងអស់គ្នាតើទង្វើរបស់យើងវាស្ថិតនៅក្នុងសន្តានចម្ពោះណាព្រោះមនុស្សមាន4ប្រភេទចាអញ្ចឹងធ្វើអីធ្វើទៅហ្នឹងហើយធ្វើល្អបានល្អចានាងខ្ញុំទូតែព្រះទេចាព្រះគឺនៅក្នុងខ្លួនរបស់យើងគ្រប់គ្នាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់ស្ដាប់ដោយវិចារណាឲ្យយល់ពីសច្ចធម៌ដ៏ល្អិតមួយនេះតើវាផ្ដើមហេតុឡើងដោយសារអ្វីតែប៉ុណ្្នឹងទេចាអញ្ចឹងបានថាយើងជាមនុស្សរបស់មហាជនតែរងសម្ពាធច្រើនអត់អីទេបងប្អូនបើសិននឹងបើសិនជាខ្ញុំពីមុនវិញខ្ញុំប្រហែលជាមិនអាចទទួលយកនៅការ comment បែបហ្នឹងបានទេដោយសារបងប្អូនខ្លះក៏គាត់ស្ដាប់តែមួយខាងហើយក៏គាត់បានយល់ពីជំនឿចាបែបណាដែរអញ្ចឹងក៏គាត់មិនមែនជាយើងក៏អត់ដឹងដែរហើយក៏អត់បន្ទោសដែរដោយសារគាត់មិនមែនជានាងខ្ញុំចាតែប៉ុណ្្នឹងទេហើយធ្វើអ្វីក៏ដោយសូមពិចារណាឲ្យបានច្បាស់លាស់ហ្នឹងហើយយើងសិតតែជាខ្មែរដូចគ្នាចាយើងចង់ឃើញស្នាមញញឹមនិងគំរូល្អមកដល់សង្គមមកដល់កូនចៅរបស់យើងអញ្ចឹងចូលប្រយ័ត្នប្រយែងនៅការសរសេរបែបណាធ្វើឲ្យមនុស្សមិនឈឺចាប់ដោយសារយើងវាជារឿងល្អប្រសើរហើយចាតែប៉ុណ្្នឹងទេអត់មានចង់មកថាខ្លួនឯងនឹងត្រូវអីទេបងអូនយល់បែបណាក៏យល់បន្តទៀតទៅព្រោះពេលនេះម៉ោងនេះធ្វើល្អវាមិនបានល្អទេធ្វើល្អវាបានអាក្រក់វិញណាចាបងប្អូនហ្នឹងហើយតែអត់អីទេបងប្អូនហ្នឹងហើយសុខសប្បាយទាំងអស់គ្នាហើយក៏អរគុណសាច់ថ្មីម្ដងទៀតអរគុណសម្រាប់ពុកម៉ែបងប្អូនដែរព្រួយបារម្ភថាអូសេលមានសុខភាពត្រឡប់មកវិញអត់ទេខ្ញុំមានបានបាត់ទៅណាទេគាត់ថាខ្ញុំរស់នៅក្នុងភាពស្ងប់ស្ងាត់របស់ខ្ញុំអត់សូវបានទទួលការងារច្រើនទេដោយសារយើងអាយុក៏ច្រើនហើយយើងត្រូវការថែសុខភាពនិងផ្លូវចិត្តរបស់យើងដែរព្រោះការងារខ្លះវាជាការងារមួយដែលមានសម្ពាធក៏យើងអត់អាចទទួលយកបានដែរអញ្ចឹងបងប្អូនចាអញ្ចឹងសូមឲ្យបងប្អូនយល់ពីខ្ញុំដែរចាក្នុងពេលមួយរយៈខ្លីនេះខ្ញុំស្ងប់ស្ងាត់ដោយសារខ្ញុំចង់ recover បានថាព្យាបាលនៅអ្វីដែលការបែកធ្លុះធ្លាយនឹងនៅខាងក្នុងធម្មជាតិរបស់ខ្ញុំត្រឡប់មកវិញដូចគ្នាអញ្ចឹងការដែលយើងព្យាបាលផ្លូវចិត្តផ្លូវកាយតាមភាពស្ងប់ស្ងាត់នេះវាជាដោយយកសមាធិជាគោលនេះហើយវាជាផ្លូវតែមួយគត់ដែលយើងអាចរួចចេញពីសេចក្តីទុក្ខបានគាត់តែចង់ប្រាប់បងប្អូនតែប៉ុណ្្នឹងទេហើយនេះខ្ញុំនៅតែមានចំណេះដឹងល្អនិងបទពិសោធន៍ល្អនិងរិះរកនៅអ្វីដែលល្អជាការពិតសច្ចធម៌ពិតសិលធម៌គុណធម៌ជូនពុកម៉ែបងប្អូនទៅតាមលទ្ធភាពដែលនាងខ្ញុំអាចធ្វើទៅបានចាក្នុងនាងខ្ញុំជាសិល្បៈក៏មួយរូបមានតួនាទីផ្សព្វផ្សាយនៅសាសនាវប្បធម៌សិល្បៈអរិយធម៌វប្បធម៌និងប្រវត្តិសាស្ត្រចាអញ្ចឹងក៏សូមអរគុណសម្រាប់ការព្រួយបារម្ភរបស់ពុកម៉ែបងប្អូនមានចំពោះនាងខ្ញុំសូមសំណាងល្អចូលមានដល់ចាពុកម៉ែបងប្អូនគ្រប់គ្នាផងដែរចាអរគុណ love you